Now God say God become sooner than anybody patient, anybody listen, anybody obey, anybody hope, talk to God, come to worship Him, ask Him to be help us to be better. Okay, so today, so God be help you out, everyone. Okay, ថ្ងៃនេះខ្ញុំដាក់ចំណងជើងថាព្រះនឹងណា not here. Oh, I'm sorry. Okay. ព្រះនឹងចម្រាញ់ណាចម្រាញ់យើងទាំងអស់គ្នានៅថ្ងៃនេះអស់អ្នកណាដែលមានទុកព្រួយទុកធ្ងន់អើយចូលមកឲ្យទ្រង់ចង់ព្រះអង្គនឹងប្រទានពរដល់យើងនៅថ្ងៃនេះបងប្អូនយើងឃើញពីព្រះគម្ពីរនៅសាសរីបានប្រាប់ឲ្យថាពីពិភពលោកកំពុងតែច្បងច្បល់ហើយយើងអត់មានអ្នកណាជួយយើងទេពីព្រោះសេចក្តីស្រឡាញ់ដែលព្រះអង្គប្រទានឲ្យពិភពលោកបាត់បង់សេចក្តីស្រឡាញ់ណាដូច្នេះបាត់បង់សេចក្តីស្រឡាញ់មានន័យថាអត់មានការជួយគ្នាទៅវិញទៅមកទេពីព្រោះសេចក្តីទុក្ខលំបាកសេចក្តីអំពើបាបបានជ្រៀតជ្រែកដល់បងប្អូនអ្នកខ្លះក៏អស់សង្ឃឹមនៅក្នុងជីវិតអ្នកខ្លះក៏គិតតែផ្លូវរបស់ម្នាក់រៀងៗខ្លួនព្រះពុទ្ធគម្ពីរបានចែងថាណាព្រះអង្គបានលើកឡើងពីសម័យមុនក៏ដូចគ្នាដែរសម័យមុនថាមានមនុស្សជាង 3,000 នាក់ហើយបានបាត់បង់ស្លាប់បាត់បង់ជីវិតទៅដោយសារគេអត់មានអ្នកណាជួយប៉ុន្តែនៅសល់មួយភាគទៀតព្រះអង្គបានស្រែកហៅប្រាប់យើងទាំងអស់គ្នាថាឲ្យចូលមកជឿព្រះអង្គហើយព្រះអង្គនឹងជួយដល់អ្នកនោះហើយដូចជាមាសបងប្អូនដែលឃើញមាសដែរបងប្អូនឃើញអ្នកណាធ្លាប់ធ្វើជាមាសយើងធ្លាប់ស្គាល់ណែជាងគាត់ណែគាត់បានធ្វើមាសបងប្អូនមានដឹងទេគេដាក់ពុំមួយដើម្បីដុតមាសនឹងដើម្បីឲ្យដឹងថាមាសនឹងតើវាសុទ្ធឬក៏មិនសុទ្ធបើកាលណាសុទ្ធមានន័យថាដុតទៅពេលដែលណាពេលនោះនឹងមានអត់មានខ្មៅទេគឺមានតែមានពណ៌លឿងស្រស់បំព្រងចឹងថ្ងៃនេះព្រះអង្គមានបន្ទូលថាយើងទាំងអស់គ្នាកំពុងតែពិភពលោកបើមានអសន្នអន្តរមកដល់តើមួយភាគតូចនេះតើព្រះអង្គចង់ឲ្យយើងទាំងអស់គ្នាបានចូលមកហើយព្រះអង្គនឹងជួយណាចម្រាញ់យើងឲ្យយើងបានคล้ายទៅជាមេសុទ្ធរបស់ផងព្រះអង្គពីព្រោះមេសុទ្ធហ្នឹងគឺមិនខាតភ្លើងទោះជាមានឧបសគ្គប៉ុណ្ណាក្តីបងប្អូនមានឧបសគ្គប៉ុណ្ណាក្តីគឺថាយើងនឹងបានជោគជ័យពីព្រោះយើងមានអីពីព្រោះព្រះអង្គនៅខាងយើងព្រះអង្គចម្រាញ់យើងជារាជរបស់ផងទ្រង់ដូចជាម៉ែជួយថ្ងៃនេះគាត់បានជួយមកកថាលោកគ្រូយើងព្រឺសម្បល់មិនព្រឺសម្បល់នោះមិនមែនថាយើងភ័យខ្លាចទេគឺព្រះអង្គសន្យោឬក៏ប្រាប់ទឿនគាត់ថាព្រះអង្គនឹងជួយដល់គាត់ឲ្យបានជាថ្ងៃនេះសូមទីដល់មកសាទរមួយយ៉ាងខ្លាំងទាំងអស់ចឹងបានថាព្រះអង្គបានឡដុតដូចថាឡដើម្បីចាក់ពុំមាសនោះគឺថាមានដុតមានត្រូវភ្លើងហើយភ្លើងនោះនឹងបានឲ្យបានបញ្ជាក់ថាមាសសុទ្ធហើយយើងមិនខ្លាចភ្លើងចឹងមានន័យថាពេលណាជាង 2,000 នាក់គេបានស្លាប់បាត់បង់ 2,000 ភាគបានស្លាប់បាត់បង់បាត់ទៅដោយសារគេអត់បានស្គាល់ព្រះអង្គគេអត់បានស្គាល់ប្រគុណរបស់ព្រះអង្គហើយពេលនេះនៅសល់មួយភាគទៀតនេះគឺព្រះអង្គនឹងចម្រាញ់ឲ្យគាត់ទាំងអស់គ្នាបានជោគជ័យគឺមិនមានអ្វីមកប៉ះពាល់កូនព្រះអង្គបានឡើយព្រោះគម្ពីរបានចែងដូច្នោះគម្ពីរបានបញ្ជាក់ថាព្រះយេហូវ៉ានឹងសម្រង់ដូចជាមាសប្រាក់ដែលព្រះអង្គបានណាបានចាក់ហើយបានសាក់នឹងភ្លើងដើម្បីឲ្យបានស្គាល់របស់ផងព្រះអង្គដូច្នេះពេលណាពេលយើងខ្លាចជាកូនរបស់ផងព្រះអង្គបានថែរក្សាការពារយើងមិនខុសពីថ្ងៃនេះយើងនឹងធ្វើកម្មវិធីថ្វាយកូន
កូនក្មេងដើម្បីទៅដល់ព្រះអង្គដែរចឹងមានន័យថាអ្វីដែលម្ដាយឪពុកបានថ្វាយទៅដល់ព្រះអង្គហើយគេនឹងព្រះអង្គនឹងការពារកូននឹងហើយនឹងមានសិទ្ធិសេរីភាពគឺអត់មានអ្វីប៉ះពាល់កូនព្រះអង្គបានឡើយហើយដូច្នេះសូមឲ្យយើងទាំងអស់គ្នាបានស្ដាប់ណាហើយបានបែរមករកទ្រង់ណាហើយឲ្យព្រះអង្គបានណាឲ្យព្រះអង្គបានជួយដល់គាត់ទាំងអស់គ្នាហើយឲ្យយើងខ្លាយជារាជរបស់ព្រះអង្គទ្រង់ហើយដើម្បីរាជរបស់ព្រះអង្គទ្រង់ជាបងប្អូនបើយើងទាំងអស់គ្នាយើងនៅផែនដីនេះគឺយើងរស់នៅក្នុងក្រមនៃផែនដីនេះគឺយើងជារាជនៅផែនដីរាជនៅផែនដីគឺជារាជមួយសម្រាប់ជាមនុស្សយើងដូចជាគ្នាទាំងអស់គ្នាប៉ុន្តែបើយើងចង់ apply ទៅជារាជឋានសួគ៌ដឹងអីកើតឡើងបងប្អូនគឺរាជឋានសួគ៌គឺគ្មានពីណាអាចធ្វើអ្វីរាជរបស់ព្រះអង្គបាននៅឋានសួគ៌ទេពីព្រោះហេតុអីបានជាខ្ញុំអានដូច្នោះលោកគ្រូសើពីព្រោះព្រះអង្គជាព្រះអង្គបង្កើតទេវផែនដីព្រះអង្គបង្កើតឋានសួគ៌ហើយព្រះអង្គឈ្នះនៅលើជើងឆ្កាងព្រះអង្គឈ្នះលើជើងឆ្កាងនឹងមិនមែនថាព្រះអង្គចុះបើព្រះអង្គជាព្រះហើយមិនក៏ចុះឆ្កាងទេឥឡូវជាសំណួរខ្ញុំជឿឆ្លើយខ្លួនខ្ញុំថាព្រះអង្គចុះឆ្កាងដើម្បីឃើញពិភពលោកកំពុងតែរស់នៅក្នុងអំពើបាបលងក្នុងអំពើបាបបងប្អូនឧទាហរណ៍ដូចយើងលងទឹកបើលងទឹកពេលណាយើងលងទឹកបើអត់មានពីណាទៅស្រង់តើយើងអាចរស់ទេត្រូវមានម្នាក់ទៅស្រង់ហើយដើម្បីឲ្យបងប្អូនយើងដើម្បីឲ្យអ្នកនោះបានរស់ពីស្រាប់ដល់ប្រៀបធៀបដូចយើងមានជំងឺបើដុកទ័រមិនជួយយើងតើយើងនឹងរស់ដល់ប្រភេទណាចុះបើដុកទ័រជួយប្រពន្ធខ្ញុំមិនរួចជួយប្រពន្ធមិនរួចតើយើងនឹងរស់ដល់ប្រភេទណាព្រះអង្គនឹងសម្រង់មាសសុទ្ធណាកូនព្រះអង្គដល់ពិតប្រកបនៅថ្ងៃនេះជាថ្ងៃចុងក្រោយហើយលោកគ្រូមិនគិតថ្ងៃចុងក្រោយទៀតដែរគឺជាថ្ងៃដែលព្រះអង្គនឹងប្រោះលោះហើយព្រះអង្គនឹងយាងមកផែនដីនេះដើម្បីជួយអស់អ្នកណាដែលជឿព្រះអង្គអ្នកនោះនឹងបានសំគ្រោះសូមទៀតឲ្យអរសាទរព្រះមួយបាទក្តៅពេលនេះទៅពីសុភាសិត Proverbs chapter 17 word third អូខេមនុស្សប្រើបាវសម្រាប់មានប្រាក់ហើយព្រះអង្គក៏បានរៀបចំគុំរបស់ព្រះអង្គដើម្បីសាក់រមើលមាសរបស់ព្រះអង្គកូនរបស់ព្រះអង្គអ្នកណាដែលមានចិត្តណាមានចិត្តឃើញថាព្រះអង្គនឹងជួយគេហើយឃើញថាដាក់ចិត្តជឿព្រះអង្គដូចម៉ែចូលចឹងគាត់ដាក់ជឿព្រះមុនគាត់មកពហិមមករកព្រះអង្គមុនឥឡូវបងប្អូនយើងអ្នកជឿព្រះយើងអ្នកជំងឺបើយើងជឿដុកទ័រចន្ទថាស្មិចដុកទ័រចន្ទថាទៅកន្លែងការិយាល័យគាត់ដើម្បីវាកាត់ដើម្បីឲ្យគាត់បានជួយជីវិតយើងបើយើងមិនទៅរកដុកទ័រអូខេក្បីហើយនឹងធ្លាប់ទៅរកក្បីនឹងក៏ក្បីមករកធ្លាប់ក្បីបាទធ្លាប់ទៅរកក្បីមិនចឹងហីអូខេចឹងមានន័យថាដុកទ័រត្រូវតែយើងទៅរកដុកទ័រយ៉ាងណាមិញបងប្អូនជាក្រុមជំនុំទាំងអស់យើងត្រូវតែមករកព្រះអង្គដើម្បីចុះព្រះអង្គនឹងធ្វើអ្នកណាព្រះទ្រង់ជាព្រះដែលបង្កើតតែមេផែនដីចុះព្រះនឹងតើអ្នកណាបង្កើតព្រះអង្គគ្មានពីណាបង្កើតព្រះអង្គបានឡើយគឺព្រះអង្គជាព្រះហើយព្រះអង្គអត់បានទូលស្រឡាញ់ព្រះអង្គចេះជាស្រេចតម្រង់ដូច្នេះព្រះអង្គកើតមុនហើយបានព្រះអង្គបង្កើតតែមេផែនដីសពសារពើដល់យើងទាំងអស់គ្នាជាដូនជាតាយើងទាំងអស់គ្នាគ្រប់សាសនាទាំងអស់គឺត្រូវណែនាំឲ្យមនុស្សបានធ្វើល្អដើម្បីនឹងធ្វើមិនបានទេព្រះអង្គនឹងចោះមកជួយដើម្បីឲ្យគេបានស្រែកលោកព្រះអង្គអេមែនបងប្អូនសូមទៀតឲ្យបងសាទរជាមួយយ៉ាងខ្លាំងបងប្អូនចឹងថ្ងៃនេះខ្ញុំចង់បងប្អូនយើងទាំងអស់គ្នាពីសុភាសិតព្រះអង្គទ្រង់ជ្រាបថាម៉ែចូលឬក៏គុំជំនុំទាំងអស់ឬក៏យុទ្ធទាំងអស់តើគិតត្រូវការអីណាសេលីនគិតត្រូវការអីណាដូច្នេះគាត់ត្រូវការព្រះអង្គជួយពេលណាដែលគាត់មានអសត់អង្ក្រមានការគ្រោះថ្នាក់ឡានឬក៏ម៉ូតូព្រះអង្គទ្រង់គាត់ផ្លេចជឿដែររបស់ជឿតិចតួចប៉ុន្តែមិនដល់ឲ្យដល់ជីវិតទេ right សេលីនមកគាត់ដឹងប្រហែលជាគាត់ដឹងសប្បាយចិត្តពុកលោកគាត់
អត់បាននិយាយភាសាខ្មែរភាសាអង់គ្លេសអូខេដូច្នេះព្រះអង្គទ្រង់ជ្រាបពីចិត្តរបស់បងប្អូនដែលយើងមានពេលវេលាមកព្រះវិហាររបស់បងប្អូនគឺព្រះអង្គដឹងថាត្រូវការអ្វីមួយហើយចឹងថ្ងៃនេះខ្ញុំអរគុណកាពីយោបបងប្អូនកាពីយោបបានយោបនៅចំពោះបានប្រាប់ថាចេះខ10ទៅខ11ថាព្រះលោកយោបគឺជាអ្នកដែលសំណុំចិត្តព្រះទោះជាគាត់មានជំងឺបងប្អូនឃើញលោកយោបទេជំងឺគាត់ទៅបោបានជឿដល់ក្បាលគ្មានព្រះអង្គណាប្រោះឲ្យជាទេជំងឺមហារីកគ្មានព្រះអង្គណាដុកទ័រណាក៏ប្រកែប៉ុណ្ណាក៏មិនអាចប្រោះជាទេប៉ុន្តែព្រះនៃយើងខាងសួគ៌ព្រះអង្គថាម៉េចអស់អ្នកណាដែលជឿដល់ទ្រង់នោះអ្នកនោះបានជាទោះជាតម្លៃណាក៏ដោយទោះជាជំងឺប៉ុណ្ណាដុកទ័រណាមិនអាចជួយបានប៉ុន្តែព្រះអង្គជាដុកទ័រលើទាំងដុកទ័រព្រះលើទាំងព្រះស្ដេចលើទាំងស្ដេចគឺព្រះអង្គមានអំណាចទាំងអស់ពីព្រោះព្រះអង្គជាម្ចាស់អំណាចទាំងអស់មិនមានអ្វីថាមិនអាចធ្វើបានទេគឺព្រះអង្គធ្វើបានទាំងអស់ឲ្យតែយើងជឿឲ្យតែយើងទុកចិត្តលើព្រះអង្គអូខេលោកជោបពេលគាត់មានជំងឺរបៀបយើងគាត់ណាទ្រព្យសម្បត្តិគូលាប្រពេណាចោគេប្លន់លុចអស់ហើយទៀសបបាក់ចោលកំជួបបាក់ហើយកូនក៏ស្លាប់ហើយជីវិតគាត់ក៏ជំងឺមកមានហើយប្រពន្ធគាត់បានប្រាប់ថាយកអើយបើសិនណាថាឯងមុននឹងស្លាប់ណាវេទនាពេកហើយជេរព្រះឯងទៅហើយឯងស្លាប់ទៅប្រពន្ធប្រាប់ថាទោះជាយើងជេរយើងមិនជេរព្រះទេពួកយើងកើតពីពុកម្ដាយមកយើងគ្មានយកអ្វីមកទេហើយដូច្នេះយើងបាត់បង់ទាំងប្រមាណគឺថារបស់ផងព្រះទេបើសិនណាថាព្រះឲ្យមកយើងហើយបើបាត់បង់ទៅក៏ជារបស់ផងព្រះដែរតែគាត់នៅតែជឿលើព្រះអង្គនៅតែទុកចិត្តលើព្រះអង្គជំងឺប៉ុណ្ណាក៏ដោយទោះជាបាត់គោជាប្រពេគោប្រមាណលឹមប្រមាណ500លឹមប្រមាណក៏ដោយតែព្រះអង្គនៅសមគាត់ទាំងអស់ដោយសារលោកយោបគាត់អត់មានទេជំងឺតម្លៃណាស្លាប់រស់ក៏ដោយលោកយោបអត់មានទេទោះជាជាប់ជួបបាក់ទាកូនគាត់ស្លាប់គាត់គាត់មិនស្លាប់ចិត្តគាត់អង្គការហ្នឹងគាត់ជឿព្រះទោះជាបាត់បង់ទ្រព្យសម្បត្តិទាំងប្រមាណគាត់ជឿព្រះគាត់អត់មានទេដូច្នេះព្រះអង្គទ្រង់ជ្រាបលោកយោបព្រះអង្គថានេះជាសំណុំចិត្តរបស់ផងព្រះអង្គថាទោះជាឯងលំបាកលំមិនយ៉ាងណាក៏ដោយតែឯងអត់ងាករេពីព្រះអង្គអត់ងាករេពីអញនេះគឺជាលោកគូនិយាយពីព្រះដូច្នេះគឺថាទោះជាឯងមានទុក្ខលំបាកជំងឺមកបៀតបៀនដល់ស្លាប់ក៏ដោយគឺឯងអត់ងាករេព្រះអង្គថាអញនឹងសងអ្វីទាំងអស់ដែលឯងបាត់បង់ទោះជាជំងឺឯងមើលមិនជាអញនឹងមើលឲ្យជាដូច្នេះគាត់ជាតំបៅតែពីបានជាដល់ក្បាលជាទាំងអស់ទ្រព្យសម្បត្តិបាត់នៅបាត់ទាំងអស់គាត់ថែមជាពីរដងឬក៏ដោយតាមអស់10000យើងថែម50000យើងនឹងឲ្យយើងដូច្នេះខ្ញុំសូមឲ្យបងប្អូនយើងថាថែមមួយជា2ជា3ដូច្នេះបងប្អូនកុំតក់ស្លុតសូមឲ្យយើងទាំងអស់គ្នាទុកចិត្តលើព្រះអង្គកុំងាករេចេញពីព្រះអង្គទោះជាតម្លៃណាក៏ដោយណាព្រះអង្គនឹងជួយយើងព្យាបាលយើងឲ្យបានជាឲ្យយើងខ្លាចជាគុណរបស់ព្រះអង្គជាការគោរពបផ្លាយដល់ព្រះអង្គនេះឯងដែលលោកយកគាត់អត់ងាករេចឹងជួនកាលអ្នកជឿព្រះឥឡូវយើងសួរអ្នកជឿព្រះមួយចំនួនគេជឿដែរតែក៏អត់ទុកចិត្តលើព្រះគឺពួកគាត់អត់ច្បាស់ឥឡូវខ្ញុំសួររឿងអ្នកធ្វើចំការដោយបង្ខិតដោយហេសេងដោយបងសវណ្ណខ្ញុំចេះធ្វើដែរខ្ញុំចេះទៅដាំបន្ទេចេះដាំត្រប់ដែរបន្តែខ្ញុំអត់ប្រសពទេចឹងអ្នកជឿព្រះអត់ប្រសពនឹងព្រះបន្ទូលព្រះគឺយើងក៏អត់បោះជំនាញទៅដល់ឆ្ងាយបានទេយើងនឹងមានការទុកព្រួយយើងនឹងដាច់ចេញពីព្រះពីព្រោះព្រះបន្ទូលរបស់ព្រះយើងអត់ប្រសពអត់យល់អត់ចេះប្រើเป็นណានិយាយគេហ្វូននេះអូខេចឹងអូខេជប់សិន
ចាំលោកគ្រូចង់ទៅចាំនិយាយកន្លែងញ៉ាំបាយតបជើងអូខេចាំមានន័យថាបងប្អូនយើងទៅគិតចាស់ពេលណាដែលយើងប្រសពអ្នកណាប្រជិតអំប្រឡែដែរអ្នកណាប្រជិតអំប្រទេសដែរសួរថាប្រសពទេអត់សួរថាអ្នកដែលប្រសពនឹងថាលំបាកដែរសួរបងសវណ្ណងើបទៅពីម៉ោងប្រហែលទៅជួយដៃប្រហែលទៅស្រោចប្រហែលទៅសួរហេសេអានឹងសួរថាពេលដែលគាត់ចេះច្បាស់លាស់ហត់នឿយក្តៅប៉ុណ្ណាក៏ដោយ100 ដឺគ្រីក៏ដោយគឺគាត់អត់ងាកទេហើយបន្លែគាត់យ៉ាងម៉េចកើតឡើងនឹងបានពុំផុតហើយអ្នកជឿវាដែលយើងអត់ប្រសពអូខេអ្នកជឿវាអត់ប្រសពយ៉ាងម៉េចកើតឡើងបងប្អូនខ្ញុំលើកដល់គ្រូសើមនិយាយថាជឿវាទៅសំព្រោះបើតែជឿប៉ុន្តែអត់ប្រសពពេលណាមានខ្យល់ជូរឬពេលណាមានការទុកមានការទុកព្រួយតិចតួចជំងឺមកមានតែព្រឹកមិញខ្ញុំក៏ទៅតែផាត់ក៏មកខ្ញុំពីព្រលឹមខ្ញុំនិយាយអត់ចេញមកសួរមិនផាត់មកឥឡូវធ្វើទីបន្ទាប់សួរមិនផាត់ទៀតមិនផាត់នៅចង្អក់នៅចង្ងោទៅហ្នឹងលោកគ្រូនិយាយបានចេញមកបាត់ទេហើយហេតុអីដល់ពេលលោកគ្រូមកដល់ពេលហេតុអីបាននិយាយចេញសាតាំងចេញពីក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទឃើញទេខ្ញុំមិនអាចជឿយើងបានទេអត់យើងទុកចិត្តលើព្រះអង្គឃើញទេចឹងថ្ងៃនេះម៉ែអាចគាត់ថាព្រឺសែនព្រឺមហាសែនព្រឺមានន័យថាព្រះនឹងជួយគាត់ជំងឺគាត់ទាំងប្រមាណអ្នកណាមិនអាចជួយគាត់ប៉ុន្តែព្រះអង្គអត់ទាំងព្រះអង្គថាអត់អស់មួយនាលទេគឺឯកជានៅព្រះយេស៊ូវគ្រីស្ទវ៉ាវ hallelujah ណាបងប្អូនថ្ងៃនេះអត់យើងទុកចិត្តលើព្រះអង្គណាបងប្អូនចឹងថ្ងៃថាបងប្អូនហើយម៉ែឪឪពុកម្ដាយពូម៉ាក់យើងអាចជួយណាជាមួយយើងបានប៉ុន្តែយើងអត់មានណាយើងអត់មានដូចទៅជាព្រះបានទេណាយើងអាចជួយកិច្ចការព្រះអង្គបានយើងអាចជឿព្រះអង្គបានល្មមបានចឹងថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនយើងទាំងអស់គ្នាថាឲ្យយើងប្រសពនៅព្រះបន្ទូលបើចង់បានណាចង់បានគុកផលអ្នកដាំបន្លែអ្នកប្រសពនិងអ្នកអត់ប្រសពយ៉ាងម៉េចកើតឡើងដាំបានប៉ុន្តែមកទេនឹងផ្លែឬមិនផ្លែរស់ឬមិនរស់ឬក៏មានគុកផលឬអត់មានគុកផលគឺយើងអត់អាចដឹងទេប៉ុន្តែអ្នកដែលច្បាស់លាស់ដូចហេសេបាទអង្គុយទៅណាបងចាំទៅក្រៅទៅណាបងទៅណាមកអូខេ thank you អូខេចឹងមានន័យថាយើងទាំងអស់គ្នាត្រូវដឹងថាពេលណាបងប្អូនស្គាល់ព្រះចិត្តស្និទ្ធច្បាស់លាស់ហើយមានព្រះបន្ទូលនៅក្នុងចិត្តយើងនឹងជាយើងមានចំណេះវិជ្ជាដាំបន្លែយើងនឹងបានភោគផលដោយសារយើងមានចំណេះវិជ្ជាពិតប្រាកដបងប្អូនបើកាលណាបងប្អូនជឿព្រះថាខ្ញុំមកតាមទៅខ្ញុំឃើញបងគិតមកខ្ញុំឃើញម៉ែផាតមកបងប្អូនកុំសង្ឃឹមថាបងប្អូននឹងបានភោគផលពីព្រោះយើងដាំកម្មទេដាក់ចោលហើយយើងអត់ខ្វល់ខ្វាយយើងអត់ស្គាល់ថាដាក់ជីយ៉ាងម៉េចស្រោចយ៉ាងម៉េចយើងអត់ដឹងខ្យល់អីមានន័យថាយើងអត់បានអីទាំងអស់ចឹងជឿព្រះបើជឿឲ្យសុខណាបងប្អូនបើថាជឿឲ្យបានទុកចិត្តហើយធ្វើតាមត្រង់តើឲ្យធ្វើយ៉ាងម៉េចលោកគ្រូព្រះអង្គមានបន្ទូលថាចេះបើស្គាល់ព្រះបន្ទូលដល់ពិតធ្វើអ្វីក៏បានដែរបើយើងមានចំណេះវិជ្ជាខាងដាំដំណាំដាំអីក៏បានភោគផលដែរតែបើយើងអត់មានចំណេះវិជ្ជាដាំបានដាំប្រទេសខ្ញុំនឹងដាំនៅជាផ្ទះខ្ញុំនឹងរិញណាហើយលោកគ្រូដាំបានខ្ញុំមកជួយបានដោយបងប្អូនមកជួយបានដោយលោកគ្រូប៉ុន្តែមិនដូចហេសេមិនដូចបងសវណ្ណមិនដូចម៉ែអាយុទេអូខេពួកគាត់យល់ច្បាស់គាត់ដឹងថាគាត់ចង់បានអ្វីពីព្រះអង្គគាត់ចង់ឲ្យព្រះអង្គជួយអ្វីគាត់ស្គាល់ច្បាស់មិនមែនតែយើងមកជួយដូចយើងដាំប្រទេសចោលហើយឲ្យវាផ្លែនោះទេទោះតែយើងនឹងប្រសពដែរចឹង
ចឹងថ្ងៃនេះខ្ញុំសូមលើកទឹកចិត្តបងប្អូនថាបើយើងស្គាល់ព្រះបន្ទូលដល់ពិតធ្វើអ្វីក៏បានដែរណាផ្សាយដំណឹងក៏បានជួយរកមនុស្សមកថ្វាយព្រះអង្គនឹងជួយរកមនុស្សមកថ្វាយព្រះអង្គនឹងគឺមិនមែនជាទេបងប្អូនមិនមែនថាបានអ្វីពីម៉ែជួយបាន$1លានទេយើងនឹងបានទ្រព្យសម្បត្តិនៅឯនគរឋានសួគ៌ជាងលុយយើងមានលុយទៅច្រើនមានវាច្រើនណាស់ពេលយើងលាចាស់ទៅទៅអានោះគេយកទុកហើយជាបវងក៏គេទុកដែរគេប៉ុន្តែអ្វីដែលយើងយកទៅជាមួយបានគឺសេចក្តីជំនឿដោយម៉ែចូលនឹងទៅជាមួយគាត់បងឡងដូចខ្ញុំនឹងខ្ញុំជឿព្រះខ្ញុំនឹងយកទៅជាមួយខ្ញុំតែម្ដងចឹងបានដុកទ័រចន្ទថាគាត់សួរថា Pastor what church program oh Wednesday we have study Bible oh Friday we have the practice song for the music for ready for Sunday oh okay I want to come with you Pastor that one is a God plan even you doctor but the more you get close to God God will give you blessing more and more បងប្អូនได้ឃើញទេបើយើងមានចំណេះវិជ្ជាជាងមានលុយលោកពូខំរលុយទៅចឹងអូខេលុយគេឲ្យមក100ចាយអស់តែបើយើងមានចំណេះវិជ្ជាមានព្រះបន្ទូលដល់រស់ហើយនឹងប្រោសលោះបងប្អូនរបៀបណាក៏បានជំងឺមកបៀតបៀនព្រះអង្គនឹងប្រោសលោះនេះជាចំណេះវិជ្ជាតែបងប្អូនគួរតែស្វែងរកគុំឲ្យស្វែងរកតែរបស់ដែលមិនថិតថេរនឹងឡើយអូខេអត់ថិតថេរនឹងគឺលុយអត់ថិតថេរទេបាទខ្ញុំលុយមានគេចាយលុយខ្ញុំស្អីទៀតខ្ញុំបាន1500ខ្ញុំយកឃើញតែមកព្រេតបាត់អស់នេះតែសេចក្តីប្រោះលោះសេចក្តីព្រះបន្ទូលរបស់ផងទេគឺនឹងថិតថេរនៅអង្ការជានិច្ចអេមែនបាទសេចក្តីប្រោះលោះគឺនឹងថិតថេរជាមួយបងប្អូនឲ្យតែយើងមានព្រះបន្ទូលចឹងថ្ងៃអាទិត្យថ្ងៃពុធថ្ងៃសុក្របងប្អូនមានឱកាសមករៀនយកចំណេះខ្លួនឯងហើយបើថ្ងៃអាទិត្យបើមានឱកាសពេលលោកគ្រូបង្រៀនសូមឲ្យថែទាំខ្លួនប្រាណទាំងអស់គ្នាដើម្បីកុំឲ្យណាមានទុក្ខលំបាកព្រះអង្គបង្រៀនយើងថ្ងៃនេះឃើញទេចឹងថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនយើងទាំងអស់គ្នាឲ្យយើងទាំងអស់គ្នាបានត្រៀមកុំឲ្យត្រៀមតាមមកឈើទៅទេត្រៀមទាំងការព្រះបន្ទូលត្រៀមទាំងការយល់ត្រៀមទាំងការអនុវត្តត្រៀមទាំងការជឿត្រៀមទាំងការបង្ហាញខ្លួនដោយម៉ែចូលឥឡូវខ្ញុំជឿព្រះតាំងពីខោអ៊ីតាំង40ឆ្នាំហើយសួរតែជួយដែរមួយឆ្នាំខ្ញុំទៅជួយម្ដងបងប្អូនយើងបើយើងអ្នកចំការដាំផ្លែឈើដាំត្រប់យើងដាំម្ដងហើយយើងមិនស្រោចទេទេហើយត្រប់ផ្លែដើមប្រទេសវានឹងផ្លែខ្លួនឯងដើមត្រប់វានឹងផ្លែខ្លួនឯងតើយើងអត់ពិបាកខែទួងវាមិនចឹងមិនបាក់យើងដាក់ជីដាក់អីទៅមិនចឹងសួរមកថាអ្នកធ្វើចំការពិបាកប៉ុណ្ណាហើយចាំយើងមកជួយបើយើងមកគាត់ទៅតាមមកឲ្យតែបានត្រូវអនុវត្តត្រូវតែស្គាល់គម្ពីរច្បាស់លាស់ដាក់ជីយ៉ាងម៉េចដាក់អ្វីយ៉ាងម៉េចដោយអ្នកដាំចំការស៊ូហៀមើលខ្ញុំដាំបានដូចហៀប៉ុន្តែខ្ញុំអត់មានប្រសពការដូចហៀទេប៉ុន្តែខ្ញុំអត់បានផលទេផ្លែមកទេខ្ញុំមួយឆ្នាំផ្លែ2-3ផ្លែហ្នឹងណាដោយសារអីដោយសារយើងអត់មានបច្ចេកទេសដោយសារយើងអត់មានអ្នកដាំបន្លែអត់មានបច្ចេកទេសដោយសារអ្នកជឿព្រះអត់មានបច្ចេកទេសអត់មានស្គាល់គម្ពីរhello I love God so much blah 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 and nothing you have to act the word you have to acting បើចង់ធ្វើ doctor ធ្វើម៉េចទៅរៀនធ្វើ doctor Chantal still here how many years no why you to read you have to have experience you have to do so come to the church you know sometimes right now devil try to straight you away from a good thing you know
don't want you to come to the church because they want to destroy all the earth in here. Please, you have to continue come to the near to the church, near to the God. Ask God to help you. To the world will have problem now. Okay? យើងต้องអស់គ្នាជំងឺក៏មានមិនចាំបាច់ទេអ្នកមិនមានជំងឺដេកអង្គុយនៅសូហ្វាសោះបាទនេះបងប្អូនត្រូវឲ្យយើងភ្ញាក់ឡើងគុំដេកយូរពេកគួរតែមករកចិត្តព្រះអង្គណាថ្ងៃនេះមិនមែនជាគម្រាមហើយក៏មិនមែនបង្ខំគឺជាការដាក់គ្រឿងរបស់ព្រះយេស៊ូវដែលព្រះចង់ជួយយើងអូខេថ្ងៃនេះម៉ែចូល but on time not too late for you sister you are good you are daughter of God okay you will blessing you are moral help people come to the church to help share what God do for you what God do for my wife sometimes they think oh pastor talk about his wife because God said if you get blessed from God you have to share to other people if you want a blessing ព្រះអង្គឲ្យមកស្ងាត់ព្រះអង្គប្រាប់ថាឲ្យជឿព្រះស្ងាត់ព្រះអង្គប្រាប់ថាឲ្យជឿតាមព្រះអង្គស្ងាត់ប៉ុន្តែចង់ថាបានបងថា you have to do so ចឹងលោកគ្រូខំមកជួយនេះគឺដើម្បីឲ្យព្រះអង្គប្រទានពរដល់ខ្ញុំទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំសូមអរគុណគម្ពីរកាឡាទីបានប្រាប់ថាចេះបងប្អូនកាឡាទីអូខេ I have the last one កាឡាទីអូខេគម្ពីរកាឡាទីបងប្អូនហើយថាឲ្យយើងតធ្វើយ៉ាងម៉េចចុងបញ្ចប់អូខេ I have to stop now over អូខេខ្ញុំបានខានទុកថ្ងៃហ្នឹងOkay, I'm sorry. ខ្ញុំបានខានទុកអូខេគម្ពីរកាឡាទីថាចេះបងប្អូនថាយ៉ាងម៉េចលោកគ្រូមកនិយាយមើលអូខេគម្ពីរកាឡាទីថាចេះខ្ញុំបានឆ្កាងជាមួយនឹងព្រះគ្រីស្ទប៉ុន្តែខ្ញុំរស់នៅមិនមែនរស់ដោយខ្លួនខ្ញុំទៀតទេគឺព្រះគ្រីស្ទរស់នៅក្នុងខ្លួនខ្ញុំវិញមានន័យថាបងម៉ែចូលពីមុនគាត់រស់តាមរបៀបយើងជាមនុស្សចូលគូចូលមនុស្សហើយទៅពេលយ៉ាងម៉េចយើងរស់តាមសាច់ឈាមយើងចង់ធ្វើក៏ធ្វើអីក៏បានប៉ុន្តែដល់ពេលយើងចូលមកឯព្រះយើងនឹងឆ្កាងជាមួយនឹងព្រះគ្រីស្ទឆ្កាងនេះមានន័យថាយើងលើកយើងសុខចិត្តតស៊ូដើម្បីមករកព្រះអង្គដើម្បីលីជើឆ្កាងព្រះអង្គហើយយើងនឹងឈ្នះសេចក្តីស្លាប់យើងនឹងឈ្នះសេចក្តីជំងឺយើងនឹងឈ្នះសេចក្តីទុក្ខលំបាកយើងនឹងឈ្នះសេចក្តីអ្វីដែលកើតឡើងចំពោះគ្រួសារយើងពីព្រោះយើងដាក់ព្រះអង្គនៅក្នុងជីវិតយើងថ្ងៃនេះខ្ញុំសូមអរគុណព្រះអរគុណម៉ែចូលដើម្បីមិនមែនតែម៉ែចូលទេទាំងអស់គ្នាសូមឲ្យបងគិតថាព្រះមានអំណាចលើទាំងអស់ហើយបើព្រះអង្គបើបងប្អូនមានបញ្ហាចឹងប្រហែលរត់មករកព្រះអង្គអត់យកមកសេនទេព្រះអង្គចង់បានចិត្តយើងចង់បានអីចង់ជាអីចង់មានចង់ stress អីចង់ឲ្យឈប់ stress មករកព្រះអង្គនឹងជួយយើងថ្ងៃនេះឲ្យជាចឹងថ្ងៃនេះខ្ញុំសូមអរគុណព្រះហើយសូមឲ្យយើងទាំងអស់គ្នាគម្ពីរយ៉ូហានបានបញ្ជាប្រាប់ថាព្រះបន្ទូលគឺជាព្រះអ្នកណាអានព្រះបន្ទូលអ្នកឯងនឹងមានព្រះយេស៊ូវនៅក្នុងជីវិតយើង Amen. Okay. Let's pray for and we have to do communion quickly. Thank you, Lord Jesus. Today we come for your word and blessing for the word of God, your word to help people to be better, Lord. When I open through that word and stop him to bọc through or put man chia put yan to be calendita, you rose up night, you rule like sa. ចំពោះព្រះអង្គប៉ុណ្ណោះសូមឲ្យគុណទាំងអស់គ្នាបានឈ្នះទាំងអស់គ្នានៅថ្ងៃនេះទូបង្គំនឹងធ្វើលៀងព្រះអង្គម្ចាស់នៅថ្ងៃនេះសូមឲ្យលៀងព្រះអង្គម្ចាស់នេះដោយសារព្រះអង្គបានផ្ដាំសិស្សទ្រង់ថាឲ្យធ្វើកម្មវិធីនេះដើម្បីរំលឹកដល់ព្រះអង្គបានសពុតលើជើងឆ្កាងចំនួនអាប់យើងហើយយើងនឹងធ្វើដោយសារដឹងគុណព្រះអង្គហើយដោយសារជឿជាក់លើព្រះអង្គហើយព្រះដែលកម្មវិធីនេះនឹងបានប្រោសលោកគុណឲ្យបានជាគ្រប់គ្នាបានក្នុងជំនឿទាំងអស់គ្នាទូបង្គំសូមថ្វាយក្នុងកម្មវិធីនឹងលៀងព្រះម្ចាស់នេះនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ Amen. Okay, anything? William, good.